យុវតីកម្ពុជាសមត្ថភាពខ្លាំងពូកែមានឈាមជ័រជាកូនអ្នកស្រែចម្ការរៀនដើម្បីកែប្រែវាសនារបស់ខ្លួនទទួលបានអាហារូបករណ៍ហោះទៅរៀនដល់សហរដ្ឋអាមេរិកបងប្អូនប្រកាសជាបានស្គាល់ហើយយុវតីមួយរូបដែលជាយុវតីកម្ពុជាដែលមានឈ្មោះថាតាន់សំភ័សទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យល្បីល្បាញមួយនៅក្នុងសហរដ្ឋអាមេរិកដែលបងស្រីចាប់យកជំនាញផ្នែកអប់រំពីមុនមកបងស្រីតាន់សំភ័សក៏ធ្លាប់បានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រនៅ Kenyon College នៅសហរដ្ឋអាមេរិកផងដែរហើយនាពេលថ្មីនេះក៏បងស្រីបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិកផងដែរនេះគឺជាមោទនភាពមួយដែលមាននិស្សិតខ្មែរយើងជាស្ត្រីមានសមត្ថភាពខ្លាំងបញ្ចប់ថ្នាក់បរិញ្ញាបត្របញ្ចប់ការសិក្សានៅសាលាល្បីល្បាញនៅសហរដ្ឋអាមេរិកដែលប្រកួតប្រជែងបាទទាញយកអាហារូបករណ៍ទៅសិក្សានៅសាលាកំពូលហើយក៏ជាគំរូសម្រាប់បងប្អូនផងដែរហើយមួយឃ្លាដែល admin ពេញចិត្តមែនទែនបងប្អូនដែលក្រុមគ្រួសាររបស់បងស្រីបានលើកឡើងពុកត្រឹមតែជាជាងសំណង់ម្ដាយត្រឹមតែជាស្ត្រីមេផ្ទះតែពុកម៉ែសប្បាយចិត្តនៅពេលដែលឃើញកូនធ្វើបានល្អបែបនេះការលះបង់របស់ឪពុកម្ដាយមានតម្លៃណាស់កូនអរគុណច្រើនកូនល្អបងប្អូនមួយឃ្លានេះគឺដាស់តឿនដល់យុវជនទាំងអស់គ្នាឲ្យមានក្តីសម័យឲ្យមានការខិតខំរៀនសូត្របងប្អូនត្រូវដឹងមានតែការខិតខំរៀនសូត្រទេបាទដែលជួយឲ្យយើងមានអនាគតល្អអញ្ចឹងហើយសង្ឃឹមថាបងប្អូនដែលបានមើលវីដេអូមួយនេះហើយយកវីដេអូមួយនេះធ្វើជាគំរូអរគុណច្រើនពីកម្មវិធីវិថីក្រពូចអរគុណ